Facebook បាន update នៅលក្ខខណ្ឌនិងគោលការណ៍សម្រាប់content monetization បាទសម្រាប់បងប្អូនដែលចង់រកលុយពី Facebook មកដឹងពីលក្ខខណ្ឌនិងគោលការណ៍ដែលក្រុមហ៊ុនបាន update ថ្មីនេះបាទអញ្ចឹងលក្ខខណ្ឌនិងគោលការណ៍មាន6ចំណុចបាទតើមានអ្វីខ្លះបាទអញ្ចឹងយើងចង់ដឹងយើងចូលទៅឆែកមើលទាំងអស់គ្នាបាទហើយខ្ញុំបញ្ជាក់សម្រាប់ page ខ្លះគឺបង្ហាញ page ខ្លះទៀតគឺអត់បង្ហាញទេគឺនៅការ invite ដូចដើមបាទខ្លះទៀតគឺបង្ហាញនៅលក្ខខណ្ឌទាំង6ចំណុចនេះបាទអូខេអញ្ចឹងយើងចូលទៅឆែកមើលតែម្ដងបាទអូខេបាទអញ្ចឹងជំហានដំបូងយើងត្រូវចូលមកកាន់ Facebook របស់យើងមកបាទចូលមកកាន់ Facebook របស់យើងបាទចូលមកបែបហ្នឹងមកហើយបន្ទាប់មកយើងចូលមក page បាទចូលមក page ដែលយើងចង់ឆែកមើលបាទអូខេអញ្ចឹងខ្ញុំចូលមក page មួយ page នេះគឺអត់ទាន់គ្រប់លក្ខខណ្ឌនិងគោលការណ៍ទេខ្ញុំចូលមកឆែកមើលហើយមានលក្ខខណ្ឌដែលក្រុមហ៊ុន Facebook បាន update ហើយបានបង្ហាញបាទអញ្ចឹងយើងចូលមកត្រេក3ហើយចុចកន្លែងsee dashboard កន្លែងនេះបាទកន្លែងហ្នឹងទាំងព័ត៌មានអាជីពហ្នឹងបាទភាសាខ្មែរបាទអញ្ចឹងយើងចូលមកយើងនឹងឃើញបាទលក្ខខណ្ឌការរកលុយបាទមាតិកាសហគមន៍ការរកលុយបាទអញ្ចឹងគឺមានបង្ហាញច្រើនទៀតនៅខាងក្រោមនេះបាទអញ្ចឹងចំណុចដែលសំខាន់គឺយើងត្រូវចូលកន្លែង monetize កន្លែងនេះបាទកន្លែងរកលុយហ្នឹងគឺ monetize បាទអញ្ចឹងយើងចូលមកកន្លែងហ្នឹងមកបាទអូខេយើងចូលមកកន្លែងហ្នឹងមកយើងនឹងមើលឃើញទាំងអស់នៅខាងក្រោមនេះបាទគឺមានអីខ្លះបាទការរកលុយតាមមាតិកាបាទកន្លែងនេះអញ្ចឹងកន្លែងហ្នឹងគឺ content monetization បាទអញ្ចឹងកន្លែងហ្នឹងគឺការរកលុយតាមមាតិកាហ្នឹងយើងចូលទៅមើលមកគឺយើងមានសិទ្ធិហើយឬនៅបាទសម្រាប់ការរកលុយបាទកន្លែងនេះគឺគេបង្ហាញហើយបាទគឺមាន6ចំណុចបាទគឺយើងបំពេញឲ្យបាន6ចំណុចបាទអញ្ចឹងសម្រាប់ page ខ្ញុំនេះគឺបាន4ចំណុចហើយនៅខ្វះ2ចំណុចទៀតបាទអញ្ចឹងយើងចូលទៅមើលតែម្ដង6ចំណុចហ្នឹងមានអីខ្លះបាទអូខេយើងចុចលើនឹងមកបាទអញ្ចឹងចំណុចទី1បាទចំណុចទី1គឺអាយុចាប់ពី18ឆ្នាំឡើងទៅបាទចំណុចទី2រស់នៅក្នុងប្រទេសដែលមានសិទ្ធិដែល Facebook support ឲ្យរលុយបាទអញ្ចឹងកន្លែងហ្នឹងក៏បានសញ្ញាគ្រីសឲ្យដែរបាទហើយចំណុចទី3មានទំព័រឬកម្រងព័ត៌មានរបស់អ្នកយ៉ាងហោចណាស់30ថ្ងៃបាទកន្លែងនេះគឺបានគ្រីសហើយបាទអូខេមកបន្តទៀតកន្លែងនេះបង្ហោះ reel បាទយើងផុស reel វីដេអូខ្លីហ្នឹងឲ្យបានយ៉ាងហោចណាស់3ក្នុងរយៈពេល90ថ្ងៃបាទអញ្ចឹងយ៉ាងហោចណាស់ក៏យើងមានវីដេអូ reel 3នៅក្នុង page របស់យើងដែរបាទអូខេអញ្ចឹងកន្លែងនេះគឺបានសញ្ញាគ្រីសហើយបាទបន្ទាប់មកទៀតកន្លែងនេះគឺសំខាន់ខ្លាំងតែម្ដងសម្រាប់ follower បាទអ្នកតាមដានគឺយ៉ាងហោចណាស់ឲ្យបាន 10k follower បាទ 10k follower ទើបមានសិទ្ធបាទអញ្ចឹងកន្លែងនេះគឺអត់ទាន់បានទេគឺទើបបានតែ 4k ជាងទេបាទអញ្ចឹងអត់ទាន់បានពេញទេបាទហើយខាងក្រោមនេះក៏សំខាន់ដែរបាទខាងក្រោមនេះគឺអ្នកទស្សនាអ្នក view បាទអញ្ចឹងអ្នកមើលរបស់យើងយ៉ាងហោចណាស់ឲ្យបាននេះ 150k ក្នុងរយៈពេល28ថ្ងៃចុងក្រោយបាទអញ្ចឹងគឺ 150k ក្នុងរយៈពេល28ថ្ងៃចុងក្រោយប្រសិនបើយើងរកអត់បាន 150k ក្នុងរយៈពេល23ថ្ងៃចុងក្រោយទេគឺក៏យើងអត់មានសិទ្ធិនឹងរកលុយពី Facebook ពី page របស់យើងដែរបាទអូខេអញ្ចឹងសរុបមកលក្ខខណ្ឌគឺមាន6ចំណុចបាទចំណុចខាងលើនេះគឺស្រួលទេបាទចំណុចខាងលើអាយុ18ឆ្នាំឡើងខាងលើ3 4នេះគឺរៀងស្រួលទេបាទហើយមកខាងក្រោម2នេះគឺពិបាករកបន្តិចបាទខាងក្រោម2នេះត្រូវការពេលវេលាបាទត្រូវការពេលវេលាទើបយើងអាចរកគ្រប់បាទហើយខ្ញុំបញ្ជាក់ page ខ្លះគឺបង្ហាញលក្ខខណ្ឌបែបនេះបាទ page ខ្លះទៀតគឺអត់បង្ហាញទេគឺនៅ invite ដូចដើមបាទ invite បានន័យថាការ invite អត់គិតទៅលើ follower ទេគិតទៅលើអ្នក viewer ផ្ទុះគឺអាច invite បាទហើយសម្រាប់ page នេះគឺគិតទៅលើ follower ហើយនឹងអ្នក view ដូចគ្នាបាទអញ្ចឹងគឺគ្រប់គឺមានសិទ្ធហើយបាទគ្រប់6ចំណុចនេះគឺមានសិទ្ធរកលុយហើយបាទអូខេអញ្ចឹង Facebook បាន update ថ្មីមាន6ចំណុចនេះបាទហើយសម្រាប់វីដេអូនេះក៏មានតែប៉ុណ្ណឹងដែរអត់មានអីច្រើនទេបាទអរគុណច្រើនបាយបាយជួបគ្នាវីដេអូក្រោយ